ប្រទេសចិនត្រៀមដំឡើងពន្ធបន្ថែមធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មផ្ទុះក្រក្រៅមេឃតែម្ដងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចចិននិងអាមេរិកនឹងឡើងកម្ដៅកាន់តែខ្លាំងនៅពេលប្រទេសចិនត្រៀមដំឡើងពន្ធទៅលើផលិតផលកសិកម្មរបស់អាមេរិកដែលអនុវត្តចាប់ពីថ្ងៃច័ន្ទតទៅដើម្បីសងសឹកចំពោះការដំឡើងពន្ធរបស់លោកត្រាំថែម 10% ទៀតកាលពីពេលថ្មីនេះបន្ទាប់ពីដំឡើងពន្ធ 10% ទៅលើទំនិញរបស់ចិនកាលពីដើមខែកុម្ភៈឥឡូវនេះលោកត្រាំថែម 10% ដូច្នេះស្មើនឹង 20% ទៅហើយគាត់ធ្លាប់និយាយតាំងពីមុនឡើងកាន់អំណាចថានឹងដំឡើងដល់ 60% ឯណោះគ្រាន់តែត្រាំប្រកាសដំឡើងពន្ធមិនបានប៉ុន្មានផងប្រទេសចិនបញ្ចេញប្រតិកម្មទៅវិញយ៉ាងឆាប់រហ័សក្រសួងហិរញ្ញវត្ថុចិនចោទប្រកាន់ថាវ៉ាស៊ីនតោនធ្វើបែបនេះប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីដូច្នេះចិនប្រកាសដំឡើងពន្ធវិញដើម្បីជាការសងសឹកយោងតាមវិធានការថ្មីនេះទំនិញខ្លះចិនដំឡើងដល់ 10% និងខ្លះទៀតដំឡើងដល់ទៅ 15% ឯណោះទំនិញចិនដំឡើងពន្ធខ្ពស់រួមមានសាច់មាន់ស្រូវសាលីពោតនិងសម្លៃកបាសចំណែកសាច់ជ្រូកសាច់គោបន្លែផ្លែឈើនិងផលិតផលពីទឹកដោះគោដំឡើងពន្ធតិចជាងការដំឡើងពន្ធរបស់ត្រាំទៅលើទំនិញចិនធ្វើឲ្យប្រទេសចិនប្រឈមនឹងបញ្ហាកាន់តែច្រើនឆ្នាំនេះចិនដាក់ផែនការធ្វើម៉េចរក្សាកំណើនសេដ្ឋកិច្ចឲ្យបាន 5% ដូចឆ្នាំ 2024បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលប្រទេសចិនកំពុងប្រឈមមានដូចជាថ្លៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃកាន់តែខ្ពស់បញ្ហាជំពាក់បំណុលថ្លៃបង់រំលោះផ្ទះនិងដីនិងបញ្ហាអត់ការងារធ្វើមានកម្រិតខ្ពស់នៅក្នុងចំណោមយុវជនក្មេងៗកាលពីឆ្នាំ 2024 ការនាំចេញរបស់ប្រទេសចិនមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ប៉ុន្តែឆ្នាំនេះដោយសារការដំឡើងពន្ធដ៏ខ្ពស់កប់ពពកនិងការផ្ទុះឡើងនៅសង្គ្រាមពាណិជ្ជកម្មដ៏ពុះកញ្ជ្រោលដល់ប៉ុណ្ណេះហើយប្រហែលជាទៅមិនរួចនោះទេថ្លែងនៅក្នុងរដ្ឋសភាកាលពីថ្ងៃពុធនាយករដ្ឋមន្ត្រីចិនលោកលីឈៀងបានប្រកាសអំពីផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្ដៅជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្នុងសន្ទរកថានោះលោកទទួលស្គាល់ថាប្រទេសចិនប្រឈមនឹងសភាពការកាន់តែស្មុគស្មាញនិងស្រួចស្រាលដែលបង្កឡើងពីខាងក្រៅលោកថាឆ្នាំនេះរដ្ឋាភិបាលដាក់គោលដៅរក្សាកំណើនសេដ្ឋកិច្ច 5% ដូចឆ្នាំមុនដែរប៉ុន្តែក្រុមអ្នកវិភាគខ្លះបានយល់ឃើញថា 5% ហាក់ដូចជាច្រើនពេកហើយមិនទាន់ដឹងថាអាចសម្រេចបានដូចផែនការនេះដែរឬទេព្រោះសេដ្ឋកិច្ចរបស់ប្រទេសចិនប្រឈមទៅនឹងឧបសគ្គច្រើនពេកលោកជូលៀនអ៊ីវ៉ាន់ព្រីតឆាតជាអ្នកសេដ្ឋកិច្ចម្នាក់យល់ថាបើសិនខ្ទង់ចំណាយសារពើពន្ធចាប់ផ្ដើមហក់ឡើងម្ដងទៀតកាន់តែឆាប់ពេលនោះប្រទេសចិនមិនអាចមានកំណើនដូចឆ្នាំមុននោះទេទោះបីអាមេរិកដំឡើងពន្ធក៏ដោយប៉ុន្តែដោយសារមានឧបសគ្គច្រើនយើងនៅតែមិនទាន់ជឿជាក់ថាសេដ្ឋកិច្ចចិនមានកម្លាំងជំរុញគ្រប់គ្រាន់នោះទេយ៉ាងខ្លាំងស្ទុះបានត្រឹមមួយឆាវតែប៉ុណ្ណោះ